ai đi lên sai thế Vậy cả bật từ muốn bàn muốn này ai chịu thế đắng bà ông sẽ bắt chết sắm bùi dương tập nhé Cái bà ông cũng tạm tập lập bùi dương hai trời Xa bữa tới thà bữa tới bùi dương ai bị chụp bứt ta có thà bàn ពេលដែលសង់ខាងសាំងឆ្លងកាត់វិធីនេះអាចថាតែមើលបីសាច់អាងទីរួនអាចបាយប្រហារមុនហើយទេឲ្យចឹងពួកយើងត្រូវតែប្រញាប់ឆាប់ឡើងទៅអាចមានឃើញអីអត់ឃើញតាគេជ្រុលពេកហើយអេអាចធ្វើអីដល់ស្អីចេះមិនក៏មានបីសាច់ច្រើនម្លេះឆ្នាំ2025នេះពិភពលោកការតែអាក្រក់មែនតើហើយហេតុអីក៏បីសាច់បាយជាត្រូវមនុស្សធ្វើបាបកុំយកឲ្យមុខយើងមិនខ្លាចអីទេណាភាពខ្លាចធ្នូជាងបីសាច់របស់ឯងទៅដាក់អស់ហើយខ្ញុំឃ្លានពេកក៏ចូលទៅរកអីហូបត្រូវពួកគេចាប់បានឯនេះអត់បានការមែនហើយមកពីណាឡើងទីហ៊ួនខ្នងធំប៉ុណ្ណឹងហើយដល់ខ្លាចគេទៀតឯធ្វើឲ្យស្ដេចឯអាបាស់មុខមែនស្ដេចរបស់ខ្ញុំស្ដាប់បាត់ទៅហើយអូហើយតាក់ពីកាលទើបតែថ្ងៃមិញបីសាច់នៅឡើងទីហ៊ួនទៅគេវាយសម្លាប់អស់សងតែខ្ញុំម្នាក់គត់រត់ចេញបានមិនដាធ្វើស៊ុនអ៊ូខុងនឹងអាដាគេស៊ុនអ៊ូខុងក៏ឯងមិនស្គាល់ដែរតើឲ្យជិះបីសាច់ស្អីទៅបិទមាត់ទៅយើងបាត់សួរឯងទេប្រយ័ត្នបែកមាត់មកវិញភ្លាមខ្ញុំចង់រស់ជឹងឯងប្រាប់មកស៊ុនអ៊ូខុងជាសិស្សរបស់ប្រជាជនថងជេងសងធម្មតាប្រហែលអ្នកខ្លាំងយ៉ាងនោះឯងសងធម្មតាស៊ុនអ៊ូខុងការដែលធ្វើដំណើរទៅភៀកខាងលិចយកកំពីមិនដឹងថាសម្រាប់បីសាច់ឲ្យច្រើនប៉ុណ្ណាទេសម្រាប់ពួកឯងងាយស្រួលជាបកជាយ៉ាងចឹងខ្លាចហើយពេលនេះគ្រូនិស្សិត4នាក់មកដល់រាជធានីហើយព្រះអង្គរៀបចំពិធីជប់លៀង10ថ្ងៃពួកបិសាចឯងមកនិយាយស្អីពេលនេះយើងមិនខ្លាចឯងទេឲ្យតែយើងវាយកងឲ្យតែភូមិដឹងស៊ុនអ៊ូខុងប្រកាសជាបង្ហាញខ្លួនភ្លាមឯណាកងរបស់ខ្ញុំលបងជប់កុំអីពួកខ្ញុំមិនមែនជាបិសាចអីទេគាត់តែឆ្លងកាត់មិនបានហើយណាលូវាយកងលបងកុំធ្វើយ៉ាងអីកុំធ្វើយ៉ាងអីកុំធ្វើយ៉ាងអីណាកុំទឹកខ្វល់នឹងសម្ដីរបស់គេអីលបងមានរឿងអីនិយាយតាមសម្រួលទៅខ្ញុំទៅវិញឥឡូវនេះភ្លាមបានទេអាគីគួថោកបែអាថោកលបងហើយសងថាទៅសិស្សគាត់ទៅភៀកខាងលេខធ្វើអីដែរទៅយកកំពីធាត់ដើម្បីខ្លាចជាព្រះស្ថានភាពមិនខុសគ្នាទេមិនចឹងស៊ុនអ៊ូខុងបីសាច់ដែលខ្លាំងយ៉ាងនេះមិនអាចតាមប្រជាជនថងជ័យទៅភៀកខាងលេខទៅហើយស៊ុនអ៊ូខុងនឹងជាបីសាច់ដែរត្រូវហើយស៊ុនអ៊ូខុងគឺជាបីសាច់ស្វាមជូប៉ាជ័យជាបីសាច់ជ្រូកទៅបីតែសេះក៏ជាបីសាច់ខ្លាំងខ្លួនដែរហើយចឹងហេតុអីពួកគេចောက်ខ្លាចជាព្រះពេលខ្លាចជាព្រះដល់ពេលនោះគឺព្រាប្រកាសជាលើកដំកើងអាចមានជីវិតអមតៈមានអីអស់ចាទៅធ្វើការងារឬមួយក៏និយាយយកវាយកងឥឡូវអត់ទេធ្វើការរត់ឲ្យលឿនអីឡូវលឿនហើយល្មមលឿនហើយលឿនហើយល្មមលើបីពីនេះយើងយកហើយបើឲ្យយើងឃើញពួកឯងមកក្បែរនេះទៀតយើងឃើញពួកឯងម្ដងម្ដងចាប់ហើយរឿងនេះចាប់ទាំងស្រុងតែម្ដងក៏ចាប់បាច់ដែរចាប់សងខាងជើងគេគួរចង់ស៊ីសាច់ខាងជើងហើយខ្ញុំងាយល្ងើពេកហើយអញក៏ប៉ះខ្ញុំឯងកាត់ទៅក្នុងព្រៃឯងមិនខ្វល់ខ្វាយទេពេលនេះខ្ញុំទៅវិញលេងបានជលពូទី2របស់ខ្ញុំទៀតហើយជីវិតខ្ញុំត្រូវឯងបំផ្លាញខ្លាចឯងសបោកំណត់ណាស់មែនទេមិនក៏ឯងនិយាយថាឯងទៅភៀកខាងលិចជាមួយខាងជើងទៅមិនក៏បើថាឯងទៅសម្រាប់ព្រះអង្គទៅត្រូវហើយធ្វើស្អីទៅភៀកខាងលិចជាកំណត់ល្អឯងមានជំងឺទេដឹងទេទៅភៀកខាងលិចជាមួយខាងជើងខ្ញុំគិតថាបើពួកយើងអាចបន្លំពីពួកគេទៅយកកំពីធម៌បានឯថាទៅមើលក្រែពួកគេមានជ្រូកមួយដែរខ្ញុំគឺជាជ្រូកឯងទៅសងថាបន្តមករកពីអ្នកទៀតបង្កើតក្រុមមួយទៅជាមួយគ្នាហើយយ៉ាងម៉េចឈួតដល់ពេលនោះពួកយើងត្រូវទៅដល់ភៀកខាងលិចមុនគេយកកំពីធម៌បានខ្លាចជាព្រះជំនន់អមតៈខ្ញុំប្រាប់ឯងណាខ្ញុំសុខចិត្តទៅវិញប្រគល់ខ្លួនសុខចិត្តឲ្យលោកគ្រូសុំតម្លាក់ចូលជ្រោះក៏ខ្ញុំដាច់ខាត់បន្តទៅជាមួយនឹងឯងដែរខ្ញុំទៅវិញហើយទៅលៀងឆ្នាំងរបស់ខ្ញុំវិញលើកមុនថាចង់ស៊ីសាច់ខាងជេឥឡូវនេះថាតែយកកំពីធម៌ខ្មោយទៅជឿឯងមិនខ្វាក់ខ្ញុំទេឯងមិនខ្លាចខ្ញុំទៅវិញស្លាប់ទេខ្ញុំសួរឯងមកយកកំពីធម៌បានសងខាងជេនៅសិស្សរបស់គេតាមតន់គិតយ៉ាងម៉េចក្រែងតែភូមិនោះនិយាយហើយតើស្ដេចជុំយើងឲ្យពួកគេ10ថ្ងៃពួកគេត្រូវនៅ10ថ្ងៃពួកយើងប្រមូលគ្នាបានទៅមុនទៅយើងជឿឯងមកដល់ទៀតជាលើកចុងក្រោយចុះនិយាយគ្នាហើយណានេះគឺឯងវល់យើងទើបយើងធ្វើដែរផឹកទឹកសិនទៅកុំមករវល់យើងខាងជើងជាមនុស្សប្រុសឬក៏ជាមនុស្សស្រីប្រុសឋានៈជាស្អីគឺជាលោកសង្ឃតើគាត់មានរូបរាងពិសេសអ្វី